អាមេរិកជំរុញបណ្ដាប្រទេសជាសម្ព័ន្ធមិត្តអាស៊ីប៉ាស៊ីហ្វិកបង្កើនថវិកាការពារជាតិដល់ទៅ 3.5% នៃ GDP ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីក្រុង Washington រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth បានជំរុញឲ្យបណ្ដាប្រទេសជាសម្ព័ន្ធមិត្តនិងដៃគូសហរដ្ឋអាមេរិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបង្កើនការចំណាយលើវិស័យការពារជាតិឲ្យឈានដល់ 3.5% នៃផលិតផលក្នុងស្រុកសរុប GDP ដើម្បីពង្រឹងសមត្ថភាពការពារពួកគេរៀងៗខ្លួននិងចូលរួមរក្សាសន្តិភាពសន្តិសុខនិងស្ថិរភាពក្នុងតំបន់ការជំរុញនេះធ្វើឡើងក្នុងវេទិកាសន្តិសុខប្រចាំឆ្នាំ Shangri-La Dialogue នៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី30ខែឧសភាឆ្នាំ2026ខណៈពិភពលោកកំពុងប្រឈមនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនិងបញ្ហាសន្តិសុខកាន់តែកើនឡើងនៃបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel New Asia រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth បានថ្លែងថាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយសន្តិសុខនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានពឹងផ្អែកយ៉ាងខ្លាំងលើវត្តមាននិងកម្លាំងយោធារបស់អាមេរិកទោះជាយ៉ាងណាលោកបានបញ្ជាក់ថាស្ថានភាពបច្ចុប្បន្នទាមទារឲ្យបណ្ដាប្រទេសជាសម្ព័ន្ធមិត្តទទួលខុសត្រូវកាន់តែច្រើនលើសន្តិសុខរបស់ខ្លួនផ្ទាល់លោកបានសង្កត់ធ្ងន់ថាយុគសម័យដែលសហរដ្ឋអាមេរិកជាអ្នករ៉ាប់រងថ្លៃចំណាយលើការការពារជាតិឲ្យប្រទេសអ្នកមានបានបញ្ចប់ហើយដោយបន្ថែមថាទីក្រុង Washington ចង់ឲ្យបណ្ដាដៃគូចែករំលែកបន្ទុកនិងទទួលខុសត្រូវរួមគ្នាមិនមែនដេកចាំតែពឹងផ្អែកលើការការពារពីសហរដ្ឋអាមេរិកនោះទេរដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះក៏បានកោតសរសើរប្រទេសមួយចំនួនក្នុងតំបន់ដែលបានបន្តបង្កើនការវិនិយោគលើវិស័យការពារជាតិរបស់ខ្លួននិងបានអះអាងថាការចំណាយបន្ថែមលើវិស័យនេះគឺជាកត្តាចាំបាច់សម្រាប់ការទប់ស្កាត់ហានិភ័យសន្តិសុខនិងរក្សាតុល្យភាពអំណាចក្នុងតំបន់ការថ្លែងរបស់លោក Pete Hegseth ត្រូវបានគេមើលឃើញថាជាសារច្បាស់លាស់មួយពីរដ្ឋបាលអាមេរិកដែលចង់ឲ្យបណ្ដាសម្ព័ន្ធមិត្តនៅអាស៊ីប៉ាស៊ីហ្វិកដើរតួនាទីកាន់តែសកម្មក្នុងការការពារសន្តិសុខរួមខណៈដែលការប្រកួតប្រជែងរវាងមហាអំណាចនិងបញ្ហាសន្តិសុខក្នុងតំបន់កំពុងក្លាយជាបញ្ហាប្រឈមកាន់តែធំឡើងខ្ញុំតារាពី RT News TV